សិតបច្ចុប្បន្នដែលថា internship គឺជាការបោកប្រាស់គឺជាព័ត៌មានដែលផ្ទុះនៅក្នុងបណ្ដាញសង្គមដែលធ្វើឲ្យគាត់ភ័យខ្លាចចាសូមអរគុណលោកគ្រូសម្រាប់នៅចម្លើយមួយនេះខ្ញុំចង់ឈានមកចូលដល់សំណួរទី2ដោយសារតែខ្ញុំបានផុសតាក់ទងនឹងការជ្រើសរើសបុគ្គលិកអញ្ចឹងនៅក្នុងមតិមួយចំនួនគាត់បានលើកឡើងថាការងារហាត់ការគឺជាការដែលក្រុមហ៊ុនបោកគាត់យកមកប្រើតើលោកគ្រូមានចំណាប់អារម្មណ៍បែបណាដែរចំពោះបញ្ហានេះលោកគ្រូបាទហ្នឹងហើយអរគុណសំណួរល្អមែនទែនហើយក៏ជាការសួរមួយដែលអាចឆ្លុះបញ្ចាំងពីបណ្ដាញសង្គមមួយរយៈមុនដែលផ្ទុះខ្លាំងមែនទែនតាក់ទងទៅនឹងថា internship គឺជាការបោកប្រាស់ហើយជាក់ស្ដែងបើនៅក្នុងបណ្ដាញសង្គមដែលស្គាល់ខ្ញុំជឿថាខ្ញុំជាគ្រូគណនេយ្យម្នាក់ដែលមានទាំងសាលាគណនេយ្យហើយនឹងមានក្រុមហ៊ុនគណនេយ្យហើយខ្ញុំបើកក្រុមហ៊ុនគណនេយ្យតាំងពី2014ហើយខ្ញុំរើស internship មករហូតនិយាយទៅណានៅក្នុងក្រុមហ៊ុនខ្ញុំគឺរើស internship មកហាត់ការអ្នកដែលធ្វើការងារហាត់ការនៅក្រុមហ៊ុនខ្ញុំពេលដែលគាត់ទទួលបានការហាត់ការហើយគឺគាត់នឹងក្លាយទៅជាបុគ្គលិកពេញសិទ្ធិហើយបម្រើការងារ3ឆ្នាំទៅ5ឆ្នាំនឹងក្លាយទៅជាប្រធានគណនេយ្យនៅក្រុមហ៊ុនខ្ញុំណាអញ្ចឹងខ្ញុំជឿថាការយល់ខុសមួយចំនួនទៅលើនិស្សិតបច្ចុប្បន្នដែលថា internship គឺជាការបោកប្រាស់គឺជាព័ត៌មានដែលផ្ទុះនៅក្នុងបណ្ដាញសង្គមដែលធ្វើឲ្យគាត់ភ័យខ្លាចទេប៉ុន្តែខ្ញុំគ្រាន់តែគិតថាពួកគាត់អាចជៀសវាងការបោកប្រាស់បានព្រោះដោយសារក្នុងសង្គមបច្ចុប្បន្នពិតជាមានអ្នកឈរបោកដែលបោកគាត់ទៅប្រើមែននិយាយទៅណាជាពិសេសនៅក្នុងសម័យ scam online អញ្ចឹងសិតតែថារើសគាត់ទៅធ្វើការងារប្រាក់ខែចេះប្រាក់ខែចុះហើយយកគាត់ទៅបោកប្រើមានមែនអាហ្នឹងណាប៉ុន្តែត្រឡប់មកវិញខ្ញុំនិយាយវិជ្ជាជីវៈគណនេយ្យនៅក្នុងវិជ្ជាជីវៈគណនេយ្យដើម្បីឆ្លងកាត់ទៅធ្វើការងារនឹងកើតវាត្រូវការពេលវេលាចេញពីសាលាហើយត្រូវតែទទួលបានការហាត់ការមួយដើម្បីឲ្យមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការធ្វើការងារនឹងឲ្យកើតអញ្ចឹងជំហានក្នុងការទៅធ្វើការងារនឹងកើតចេញពីហាត់ការទៅជំនួយការទៅ senior ហើយបានទៅ manager កើតហើយបើគាត់អត់ឆ្លងអាដំណាក់កាលហាត់ការហ្នឹងទេក្រុមហ៊ុនគោស្ទាក់ស្ទើរក្នុងការរើសគាត់ដែរព្រោះមិនដឹងថាគាត់ធ្វើការងារកើតមិនកើតតែសមត្ថភាពគាត់ចេះជំនាញមែនតែពេលខ្លះគាត់អន់ចរិតអញ្ចឹងអាហាត់ការហ្នឹងគឺដើម្បីបង្ហាញថាអញ្ចេះគាត់មានជំនាញធ្វើការងារហ្នឹងមានសមត្ថភាពអីប៉ុន្តែគេមើលចរិតគាត់ដែរថាក្នុងរយៈពេលហាត់ការហ្នឹងចរិតគាត់មិនបើចរិតគាត់ល្អគេយកគាត់ទៅធ្វើការមិនអញ្ចឹងត្រូវទេចាដល់ពេលគាត់មើលឃើញសង្គមមានការឆោបោកច្រើនពេកអញ្ចឹងគាត់ខ្លាចហ្មងថាឲ្យតែហាត់ការគឺបោកហើយអញ្ចឹងខ្ញុំអាចផ្ដល់ជាយោបល់ចេះវិញដើម្បីជៀសវាងឲ្យគាត់អ្នកអាជីពគណនេយ្យទាំងអស់ដើម្បីជៀសវាងកុំឲ្យថាចាញ់បោកគេនៅក្នុងការទៅគេបោកប្រើណាទី1គឺគាត់អាចស៊ើបប្រវត្តិក្រុមហ៊ុនដែលរើសយើងយកទៅហាត់ការហ្នឹងឲ្យបានត្រឹមត្រូវប្រសិនបើប្រវត្តិក្រុមហ៊ុនហ្នឹងមានច្បាស់លាស់ហើយគេមានទីតាំងច្បាស់លាស់គេរកស៊ីត្រឹមត្រូវអញ្ចឹងគេរើសទៅហាត់ការគឺជាឱកាសសម្រាប់យើងបើទោះយើងអត់បានរៀនអីច្រើនណាក៏យើងបានរៀនពីរបៀបដោះស្រាយបញ្ហានៅក្នុងរយៈពេលហាត់ការហ្នឹងដែរបើទោះតែយើងមិនអាចជាប់ធ្វើការងារតទៀតក៏យើងរៀនបានអ្វីមួយមកវិញដែរនិយាយទៅណាដឹងតែរៀនដឹងតែបានរៀនហើយវាคล้ายទៅជាបទពិសោធន៍មួយដែលយើងអាចដាក់នៅក្នុង CV យកទៅប្រើបានចាសូមអរគុណលោកគ្រូ